ជំរាបសួរខ្ញុំឈ្មោះសំណាងស៊ីនាងហើយខ្ញុំគឺជាសមាជិកនៃក្រុមដែលទទួលបានជ័យលាភីនៅក្នុងកម្មវិធីការប្រកួតជជែកដេញដោលនៅក្នុងគម្រោងរបស់មជ្ឈមណ្ឌលយុវជនឆ្នើមហើយសម្រាប់ចំណាប់អារម្មណ៍របស់ខ្ញុំផ្ទាល់នៅក្នុងការចូលរួមកម្មវិធីនេះខ្ញុំពិតជាមានអារម្មណ៍រំភើបសប្បាយរីករាយខ្លាំងមែនទែនហើយខ្ញុំមិននឹកស្មានថាខ្ញុំអាចទទួលបានជ័យលាភីតែហើយខ្ញុំពិតជាទទួលបានចំណេះដឹងបទពិសោធន៍និងការយល់ដឹងផ្សេងៗទាក់ទងជាមួយនឹងការជជែកដេញដោលនេះច្រើនជាពិសេសខ្ញុំអាចធ្វើការ research ខ្ញុំចេះ research បានច្រើនជាងមុនហើយអ្វីដែលសំខាន់ខ្ញុំចេះសហការនឹងស្គាល់មនុស្សផ្សេងៗនៅក្នុងសមាជិកក្រុមរបស់ខ្ញុំបង្កើនមិត្តភាពការទំនាក់ទំនងបន្ថែមហើយអ្វីដែលលើកពីនេះគឺវាបានពង្រឹងឲ្យខ្ញុំចេះមានភាពក្លាហានចេះតស៊ូមតិជាប្រឆាំងចេះគិតពិចារណាថ្លឹងថ្លែងអ្វីមួយឲ្យបានច្បាស់លាស់ខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅទៅកាន់មជ្ឈមណ្ឌលយុវជនឆ្នើម FLC និងអង្គការពិភពលោកម៉ាដែលបានបង្កើតកម្មវិធីនេះឡើងឲ្យពួកយើងបានចូលរួមកសាងសមត្ថភាពនិងសាកល្បងស្វែងយល់បទពិសោធន៍ថ្មីៗជាស្ដែងសម្រាប់ខ្ញុំផ្ទាល់ខ្ញុំឆ្លងកាត់ការប្រកួតជាច្រើនដំណាក់កាលហើយមានសមាជិកច្រើនដែលគាត់បានបោះបង់អញ្ចឹងខ្ញុំត្រូវទៅបន្តជាមួយនឹងក្រុមផ្សេងៗហើយខ្ញុំអរគុណលោកគ្រូនៅមជ្ឈមណ្ឌលយុវជនឆ្នើមខ្លាំងមែនទែនដែលបានចូលរួមជួយនិងនៅតែផ្ដល់ឱកាសជួយរកវិធីដោះស្រាយបញ្ហាឲ្យខ្ញុំបានចូលរួមបញ្ចេញសមត្ថភាពមួយនេះហើយសម្រាប់ខ្ញុំគិតថាកម្មវិធី debate ការជជែកដេញដោលនេះគឺពិតជាមានសារៈសំខាន់សម្រាប់យុវជនគ្រប់គ្នាក្នុងការចូលរួមដើម្បីពង្រឹងសមត្ថភាពចំណេះដឹងធ្វើឲ្យយុវជនកាន់តែមានភាពក្លាហានចេះតស៊ូមតិនៅក្នុងសង្គមជាចុងក្រោយខ្ញុំមានតែការលើកទឹកចិត្តទៅដល់យុវជនទាំងអស់គ្នាឲ្យចូលរួមក្នុងកម្មវិធីជជែកដេញដោលដើម្បីកសាងសមត្ថភាពមួយនេះសូមអរគុណ